មីយ៉ាន់ម៉ាចុះកិច្ចព្រមព្រៀងឲ្យរុស្ស៊ីសង់រោងចក្រនុយក្លេអ៊ែរក្នុងប្រទេសខ្លួនរុស្ស៊ីនិងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារទី4ខែមីនាលើការសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតតូចនៅក្នុងប្រទេសមីយ៉ាន់ម៉ាកិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីកិច្ចពិភាក្សានៅក្នុងទីក្រុងមូស្គូរវាងប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីននិងប្រមុខរបបយោធាមីយ៉ាន់ម៉ាគឺលោកមីនអុងលៀងក្រុមហ៊ុន Rosatom ដែលជាអាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ីហើយទំនងជាក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងមួយនេះបាននិយាយថារោងចក្រនេះផ្ដល់ថាមពលដែលមានអានុភាព100មេហ្គាវ៉ាត់ដែលមានលទ្ធភាពបង្កើនថាមពលបានលើសពីនេះដល់ទៅ3ដងមែនទែនទៅប្រទេសទាំងពីរធ្លាប់បានជជែកគ្នាជាយូរមកហើយអំពីបំណងនៅក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរនៅមីយ៉ាន់ម៉ានៅប្រមាណឆ្នាំចុងក្រោយរុស្ស៊ីកាន់តែខិតជិតរបបយោធាកាន់តែខ្លាំងនៅក្នុងពេលដែលលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងដាក់មីយ៉ាន់ម៉ាឲ្យនៅឯកោដោយសារតែអំពើរដ្ឋប្រហារទម្លាក់លោកស្រីអុងសានស៊ូជីនិងបញ្ហាសង្គ្រាមស៊ីវិលរុស្ស៊ីក៏បាននឹងកំពុងជួយទំនុកបម្រុងដល់ប្រទេសមីយ៉ាន់ម៉ាជាពិសេសនៅក្នុងវិស័យឧស្សាហកម្មនិងសេដ្ឋកិច្ចហើយថែមទាំងបានសម្ដែងការគាំទ្រចំពោះការកែលម្អស្ថានភាពផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរសេចក្តីថ្លែងការណ៍រួមបានគូបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរសម្ដៅលើកម្ពស់ពាណិជ្ជកម្មនិងវិនិយោគកាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីបានកើនឡើងប្រមាណ 40% រហូតដល់តម្លៃ$2000 លានអាមេរិកប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការជំរុញពាណិជ្ជកម្មទៅវិញទៅមកនិងកំពុងសហការគ្នានៅក្នុងវិស័យកម្ចីនិងហិរញ្ញវត្ថុដោយដែលបានលើកឡើងដោយប្រធានាធិបតីលោកពូទីនប្រទេសទាំងពីរក៏នឹងសហការគ្នានៅក្នុងវិស័យវប្បធម៌និងមនុស្សធម៌ផងដែរដោយជាងនេះទៅទៀតប្រធានាធិបតីរុស្ស៊ីក៏បានលើកឡើងដែរថារុស្ស៊ីនិងមីយ៉ាន់ម៉ាមានជំហរស្រដៀងគ្នាលើបញ្ហាអន្តរជាតិភាគច្រើនពួកគេកំពុងធ្វើការរួមគ្នាលើឆាកអន្តរជាតិដើម្បីជំរុញការអភិវឌ្ឍដោយសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងកំពុងសហការគ្នាយ៉ាងសកម្មនៅក្នុងវិស័យសន្តិសុខគួរជម្រាបផងដែរថាឆ្នាំនេះគឺជាឆ្នាំខួបទី25នៃចំណងការទូតរវាងប្រទេសទាំងពីរ